គោរពជំរាបសួរពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសារជាថ្មីជាមួយនឹង Channel សំណាង Cooking បាទថ្ងៃនេះ Channel សំណាង Cooking មកចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើសាច់ជ្រូកបំពងហូបជាមួយនឹងទឹកតៅហ៊ូហើយនិងទឹកត្រីកោះកុងបាទដោយសារព្រឹកមិញហ្នឹងទៅផ្សារឃើញសាច់ជ្រូកបាទសាច់ជ្រូក3ជាន់ហ្នឹងគឺថាទំនងបាទហើយជាពិសេសគឺបន្លែស្រស់ៗអញ្ចឹងក៏នឹកឃើញថានឹងចែករំលែកពុកម៉ែបងប្អូនពីរបៀបធ្វើសាច់ជ្រូកបំពងហូបជាមួយនឹងទឹកត្រីកោះកុងទៅហើយឥឡូវយើងបានមកដល់ផ្ទះហើយបាទហើយបន្លែថ្ងៃនេះខ្ញុំទិញខ្ទឹមបារាំងម្ទេសហាវ៉ៃហើយមានពី3ពណ៌បាទម្ទេសមានក្រហមមានលឿងមានខៀវបាទហើយទឹកសក់បានតិចទៅហើយនឹងសាឡាត់ស្រួយបាទហើយនឹងជីគ្រប់មុខសម្រាប់សាច់ជ្រូកបាទខ្ញុំទិញ1គីឡូបាទហើយ1គីឡូ10000ជាងបាទសាច់វារៀងល្អដែរបាទហើយយើងលាងទឹកច្បាញ់អំបិលឲ្យស្អាតចឹងមកបាទហើយបន្ទាប់មកគឺយើងដាក់ដាំទឹកទៅបាទដាក់ដាំទឹកឲ្យពុះហើយយើងដាក់ជាមួយនឹងស្លឹកក្រូចហើយដំខ្ទឹមហើយក៏ដូចជាក្រូចសើចបាទក្រូចសើចដាក់ពី3ចំណិតចឹងទៅដើម្បីឲ្យវាឈ្ងុយពេលដែលយើងស្ងោរសាច់ជ្រូកហ្នឹងបាទដើម្បីឲ្យសាច់ជ្រូកបំពងរបស់យើងលឿនបាទឆាប់បានញ៉ាំគឺយើងត្រូវស្ងោរវាឲ្យឆ្អិនប្រហែលជា70ទៅ80%អីទៅបាទចាំយកទៅបំពងបាទហើយឥឡូវខ្ញុំមកធ្វើជាមួយនឹងទឹកតៅហ៊ូបាទទឹកតៅហ៊ូថ្ងៃនេះបាទគឺអត់ប្រើតៅហ៊ូទេបាទទឹកតៅហ៊ូដែលកំពុងតែល្បីហ្នឹងបាទគឺរបៀបធ្វើរបស់វាបាទដាក់តែអំបិលប៊ីចេងហើយនឹងម្សៅស៊ុបបាទហើយបន្ទាប់មកយើងបុកជាមួយនឹងម្ទេស1គ្រាប់2គ្រាប់ចឹងមកបាទកុំដាក់ម្ទេសច្រើនពេកតែកាលណាយើងដាក់ម្ទេសច្រើនពេកគឺវាឡើងពណ៌ក្រហមហើយបាទបន្ទាប់ពីយើងបុកអំបិលប៊ីចេងហើយនឹងម្សៅស៊ុបជាមួយនឹងម្ទេស1គ្រាប់2គ្រាប់ហ្នឹងហើយបាទយើងចាក់ជាមួយនឹងទឹកខ្មេះបាទទឹកខ្មេះខ្ញុំប្រើមួយវែកបាយបាទហើយកូរវាឲ្យរលាយគ្រឿងទាំងអស់ហ្នឹងសព្វទៅបន្ទាប់មកខ្ញុំបន្ថែមជាមួយនឹងស្ករសបាទស្ករស1ស្លាបព្រាបាយហើយយើងកូរវាឲ្យសព្វទៅពុកម៉ែបងប្អូនបាទកូរវារហូតទៅដើម្បីឲ្យវារលាយគ្រឿងទាំងអស់ហ្នឹងបាទហើយបន្ទាប់មកគឺខ្ញុំថែម1ស្លាបព្រាបាយទៀតបាទសម្រាប់ស្ករសហើយយើងកូរវាចឹងរហូតទៅពុកម៉ែបងប្អូនបាទកូរវាដើម្បីឲ្យរលាយស្ករសហ្នឹងឲ្យសព្វអស់ទៅគឺឃើញថាវាឡើងពណ៌ហ្នឹងហើយពុកម៉ែបងប្អូនបាទនេះគឺឡើងពណ៌ដូចនឹងទឹកតៅហ៊ូអញ្ចឹងបាទហើយបន្ទាប់មកបានយើងបន្ថែមជាមួយនឹងទឹកដោះគោខាប់បាទទឹកដោះគោខាប់ខ្ញុំប្រើប្រហែលជាមួយស្លាបព្រាបាយទៅបាទហើយបន្ទាប់មកកូរវាឲ្យចូលសព្វមួយគ្នាអញ្ចឹងទៅពុកម៉ែបងប្អូនបាទឃើញថាទឹកជ្រលក់របស់យើងគឺរួចរាល់ហើយពុកម៉ែបងប្អូនបាទហើយរសជាតិរបស់វាគឺថាល្មមដែរបាទហើយពុកម៉ែបងប្អូនសាកធ្វើតាមរបៀបដែលខ្ញុំបង្ហាញហ្នឹងទៅបាទយើងបុកតែអំបិលជាមួយនឹងប៊ីចេងហើយនឹងម្សៅស៊ុបបន្តិចទៅបាទបុកវាឲ្យម៉ត់ហើយយើងបន្ថែមជាមួយនឹងទឹកខ្មេះបាទយើងដាក់ទឹកខ្មេះមួយវែកហើយកូរវាចឹងមកបន្ទាប់មកបានយើងបន្ថែមជាមួយនឹងស្ករសបាទហើយជាចុងក្រោយគឺយើងបន្ថែមជាមួយនឹងទឹកដោះគោខាប់បន្តិចទៅបាទដើម្បីឲ្យវាមានក្លិនឈ្ងុយបាទហើយរសជាតិរបស់វាគឺយើងយកមកជ្រលក់ជាមួយនឹងមិនថាសាច់ជ្រូកបំពងឬក៏សាច់ជាប្រភេទសាច់ស្ងោរឬក៏អីគឺត្រូវទាំងអស់ពុកម៉ែបងប្អូនបាទហើយឥឡូវឃើញថាសាច់ជ្រូករបស់យើងដែលយើងបានដាក់ស្ងោរមិញហ្នឹងឃើញថាវារាងឆ្អិនដែរហើយបាទអញ្ចឹងគឺយើងស្រង់វាមកបាទហើយបន្ទាប់មកគឺយើងយកវាមកបំពងបាទយើងដាក់ប្រេងឲ្យរាងក្តៅបន្តិចទៅហើយសាច់ជ្រូករបស់យើងមុននឹងយើងយកមកបំពងបាទខ្ញុំអត់បានថតបង្ហាញពុកម៉ែបងប្អូនបាទគឺយើងប្រឡាក់ជាមួយនឹងម្សៅស៊ុបខ្នុរបន្តិចទៅបាទឬក៏ជាមួយនឹងអំបិលសយើងធម្មតាហ្នឹងបាទយើងប្រឡាក់បន្តិចទៅក៏បានដែរដើម្បីឲ្យវាមានរសជាតិណាបាទហើយបន្ទាប់ពីយើងបំពងវាឃើញថារាងស្រួយល្មមដែលយើងចង់បានហើយបាទយើងយកវាមកហាន់មកបាទពុកម៉ែបងប្អូនបាទហើយឃើញថាទំនងណាពុកម៉ែបងប្អូនបាទជាមួយនឹងទឹកជ្រលក់ហើយក៏ដូចជាបន្លែរបស់យើងហ្នឹងបាទគឺថាមានជីគ្រប់មុខហើយម្ទេសហើយខ្ទឹមបារាំងត្រសក់ហើយជាពិសេសនោះគឺសាឡាត់ស្រួយហ្នឹងបាទគឺថាត្រូវជាមួយនឹងសាច់ជ្រូកបំពងនេះពុកម៉ែបងប្អូនបាទយើងយកវាមកហាន់ក៏បានមានកន្ត្រៃកាត់ដូចខ្ញុំបង្ហាញអញ្ចឹងក៏បានដែរពុកម៉ែបងប្អូនបាទហើយវីដេអូថ្ងៃនេះគឺថាមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនបាទដែលចូលចិត្តហើយក៏ដូចជាតែងតែចែករំលែកហើយនឹងតាមដានវីដេអូដែលខ្ញុំអាប់ឡូតចូលទៅបាទហើយជាពិសេសបើយល់ថាវីដេអូនេះមានប្រយោជន៍បាទសូមជួយ share បន្តផងបាទហើយខ្ញុំនឹងមានវីដេអូថ្មីមុខម្ហូបប្លែកៗចែកជូនពុកម៉ែបងប្អូនបន្តទៀតបាទហ្នឹងហើយវីដេអូមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនបាទឥឡូវមកទស្សនាពីការភ្លក់ទាំងអស់គ្នាបាទភ្លក់ជាមួយនឹងសាច់ជ្រូកបំពងទាំងអស់គ្នាពុកម៉ែបងប្អូនបាទMón cắt chỉ nguyên họ cùng nó ta tăng tay cho nó hơn tăng giá đi
Dạ,